hiến hăng nè rẹt hay ranh vật thôi bàn tay sọc thiệp bao nhiêu tăng pin đau là hộ ba đỏ lỡ nó cứ chùm xong man tròn mình tên của nhau man đã lôi cho non đã lôi cho non con thì kia pe tên đã lôi cho con thì kia bao nhiêu đàn chân tới cứ nhầm xe ban tràn mình tên smẹp nó non ca clear loan smẹp nó non protection bao nhiêu smẹp con hiến smẹp thua cam vì dốc cái nhom min planประมาณพี่rồi để nhom achieve chắc nhom ai đang chọn chuyên môn cam muốn sai có đăng này nhóm đăng tên mình giá finance map business sales map business click sales map luôn anh tặng để trong vậy để nhóm trong mà thơ ca trai là ngày nắng cứ tẹt tông cho mùi năng transformation để nhóm ban được tool tăng vì nhóm chấp đam châu huyện cam vị thi là hôm mà đo ba chợ bòn đai click vậy trong great photo master class mình tên đội vòng vậy trong challenge nó môn p nâng ban châuរួមnăng viên tràn vậy đó แต่អ្វីដែលសំខាន់ transformation ដែលខ្ញុំបានទទួលពីកម្មវិធីមិនថាជា Capflow YouTube.0 ឬក៏ Mastery ឬមួយក៏ MSM ដែលខ្ញុំ still ជា member រហូតមកដល់បច្ចុប្បន្នហ្នឹងគឺបានធ្វើឲ្យខ្ញុំមានការផ្លាស់ប្ដូរខ្លាំងមែនតើដែលខ្ញុំ focus ទៅលើចំណុចពីរធំសំខាន់គឺការផ្លាស់ប្ដូរទៅលើផ្នត់គំនិតរបស់ខ្ញុំនៅពេលដែលខ្ញុំធ្វើការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្ញុំទៅវាបានធ្វើឲ្យយើងផ្លាស់ប្ដូរទៅលើអា power of focus របស់យើងទៅ positive thinking ខ្ញុំមិនហ៊ាននិយាយថា positive 100%ទេប៉ុន្តែវា more better than before ចឹងនៅពេលដែលខ្ញុំចេះតែ keep learning keep in touch ជាមួយនឹងខាង master តាំងពីដើមរហូតមកដល់បច្ចុប្បន្នហ្នឹងខ្ញុំអាចនិយាយខ្លីថា transformation របស់ខ្ញុំតាក់ទងជាមួយនឹងជីវិតតរបស់ខ្ញុំនិយាយចឹងខ្ញុំថាជីវិតសាមញ្ញមួយហ្នឹងគឺវាមានភាពពេញលេញច្រើនជាងមុនឆ្ងាយ compare ទៅជាមួយលើកមុនគឺខ្វះឆ្វេងខ្វះស្ដាំដោយបាត់អត់ដឹងខ្លួនណាដូចបងម្លាយគាត់និយាយចឹង chưaចេះចប់អញ្ចឹងខំបង្ហោមកគឺបងដូចជូនប៉ែតហ្មងធានាឲ្យធានា 100% គឺទៅប៉ែតសិនដល់ពេលយើងចាប់ផ្ដើមចូលរួមកម្មវិធីរបស់ Master មានណាឈប់ស្រឡាញ់ប៉ែតទេស្រឡាញ់ធានាគារម្ដងចឹងតាក់ទងជាមួយនឹងដែលខ្ញុំប្រើពាក្យថាអញ្ថៃបាទខ្ញុំជីវិតជាសាមញ្ញរបស់ខ្ញុំនឹងបានមានភាពពេញលេញច្រើនជាងមុនព្រោះអីដោយសារដឹងស្រាប់ហើយខ្ញុំកាន់ finance នេះទីពិត ប៉ុន្តែស្រួលថាខ្ញុំដែរយក finance មក apply personal finance ខ្ញុំអត់ wow ចូលប្រចាំមកវាដែរសោះដល់ពេលខ្ញុំចូលរួមកម្មវិធីរបស់ខាង master ទៅបានយើងចាប់ឃើញថាអូអូខេយើង focus ថាអា finance របស់យើងគ្រាន់តែជាជំនាញមួយសម្រាប់យើងរកចំណូលមកចិញ្ចឹមគ្រួសារអញ្ចឹងមានណាផឹងរកចំណូលគ្រួសារចាយអត់ដឹងហីដល់ពេលអញ្ចឹងវាធ្វើឲ្យបាត់បង់ខ្លួនឯងអញ្ចឹងវាធ្វើជាចង់ថាវាបាត់នៅចំណុចអីមួយដែលយើងអត់ដឹងខ្លួនហើយយើងស្វែងរកអាហ្នឹង យូរទៅបាត់ទាំងខ្លួនឯងទៀតតែដល់ពេលដែលខ្ញុំចាប់ផ្ដើមចូលរួមកម្មវិធីម្ដងហើយម្ដងទៀតផ្នត់គំនិតមួយដែលខ្ញុំបានអនុវត្តតាក់ទងមួយ finance ចំណុចទី1គឺតាក់ទងជាមួយនឹង save first ព្រោះការពីលើកមុនគឺយើងគិតថាចំណូលចំណាយសល់ប៉ុន្មានចាំសំមានណាមានតែសល់អីចាយខ្ទើររកលេខសល់អត់ឃើញទេហើយខ្លួនឯងកាន់ finance ទៀតដល់ពេលយើងចាប់ផ្ដើមដូរ mindset ថា save first មានណាលុយនឹងមកពីណាផងហ្នឹងព្រោះដោយសារគ្រូក្បាលនេះឆ្លាតតែពេលណាដាក់សេវបាត់នៅសល់លុយតែបន្តិចហ្នឹងគឺព្យាយាមហ្មងជំនាញហ្មងចាយហ្នឹងគឺដឹងច្បាស់ថាត្រូវចាយទៅមិនអត់គ្រប់ហើយដូចយើងកុំកាត់ច្រើនទៀតកាលហ្នឹងកុំខ្វល់ថាសេវបានតាបន្តិចអត់បានទេតើសេវច្រើនមានណាសារតែ2រៀលបានបាត់តែ365ក្នុងមួយឆ្នាំមានវ៉ាអីហងតែដល់ពេលយើងផ្លេចកាត់ទៅតែបើយើងដាក់365ផ្លេចថា interest ធនាគារឲ្យទៀតអញ្ចឹងមានណា compounding ទាំងដើម compounding និង interest លើ365បាត់ហើយអានោះ1រៀលហងចូលបើសិនជា10 $10ច្រើនជាងហ្នឹងទៀតគាត់តែដូរអាហ្នឹងតាមបន្តិចហើយដល់ពេលផ្នត់គំនិតមួយទៀតដែលខ្ញុំបានដែរនិយាយចំចាប់ផ្ដើមរៀនជាមួយ master តាំងពីដើមហ្នឹងបន្តិចដងទៅចាប់ផ្ដើមយល់បានច្រើនជាងមុនគឺ sale យើងមាន plan sale យើងមានកញ្ចប់មានកញ្ចប់ត្រឹមត្រូវមានអារម្មណ៍ថាមានកម្លាំងជំរុញកាលមុន sale អត់ plan មានណាសំលេងដល់ពេលយើង sale មាន plan ត្រឹមត្រូវ ពេលយើង Capflow ឃើញគេវិនិយោគកាលមិនគិតថាអូខេវិនិយោគតើយើងមានដើមទុនច្រើនណាតើស្គាល់គេស្គាល់អីហើយមានណាលេង Capflow ស្គាល់តាទិញ stock ធ្វើម្ចាស់ពីហ៊ុនបានដែរតាអញ្ចឹងមានចាប់ដើមសំជាកញ្ចប់ទៅមានតាំងពី protection សំសម្រាប់វិនិយោគដល់ពេលយើងចាប់ដើមសំមានលុយកញ្ចប់សម្រាប់វិនិយោគវិញយកទៅវិនិយោគបានអញ្ចឹងយើងអត់ភ័យថាដល់ថ្ងៃយើងវិនិយោគអត់មានលុយហងធ្វើអត់ការទេអត់មាន ដែលមានដើមទុនគ្រប់ទេកាលមុនមាន less up គ្រប់ឥឡូវមានណាសមមានកញ្ចប់ដាក់លុយចូលវិនិយោគនៅក្នុង stock ទៅបើយើងធ្លាប់អស់លុយกระดาษច្រើនដងដែរហ្នឹង Capflow ទាំង online ទាំង offline អស់អស់មិនចេះតិចតែញឲ្យជាប់កាំង
តែញហើយនៅតែញហើយលក់ខាតចឹងមានអីខាតនៅក្នុងកណ្ដាស់ខាតទៅដល់ពេលទៅយើងបានបបពិសោធន៍ហ្នឹងយកទៅអនុវត្តនៅ stock មែនតែនដូចតាំងពីដាក់រហូតមកដល់បច្ចុប្បន្ន at least បាន increase 70% ដែរអញ្ចឹងបានន័យថារៀនពី cash flow ហ្នឹងយើងសុខចិត្តខាតនៅក្នុងកណ្ដាស់ហើយដល់ពេលយើងមកអនុវត្តជាក់ស្ដែងវាមានខាតតែប៉ុន្តែយើងខាតនៅក្នុង tolerance មួយដែលយើងអាចបត់បែនបានដល់ពេលអាចចំណុចទី3ដែលសំខាន់មែនតែនខ្ញុំអត់ដែរចាប់អារម្មណ៍ទេជាទូទៅនៅក្នុង company income ដល់ expense ណា profit flex personal finance income ដល់ expense cash របស់យើងកើនឡើងអត់នឹកឃើញតែទៅដែលយើង income តិច expense កើន cash របស់យើងអត់មានសល់ទេចឹង simple flex បាត់ហើយដល់ពេលរៀន cash flow នឹកឃើញរូបមន្តនឹងត្រឡប់មកវិញដល់ពេលនឹកឃើញត្រឡប់មកវិញអូខេ income យើងបង្កើននៅមានកម្រិតចុះ expense ថយបានអត់កាត់បន្ថយវាបានអត់ដូច master ច្រើននិយាយចឹងណាដបធ្លុះធ្លាយបើដបយើងធ្លុះច្រើនពេកចាក់ទឹកចង់បកាយចាក់ប៉ុណ្ណាក៏ចាក់អត់ពេញដែរហូររហូតដល់អញ្ចឹងមានណាអង្គុយបិទដងមួយតែចំណាយហ្នឹងប្រកាសជាយើងចាំបាច់ចាយអត់ហើយបើសិនជាចាំបាច់ចាយកម្រិតណាដែលយើងត្រូវចាំបាច់ចាយឥឡូវមិនខាយច្រើនឧទាហរណ៍ loan អញ្ចឹងយក loan មកនៅasset ទាំងអស់មានណា liability អូខេ list down មក loan ទាំងអស់ហ្នឹងអាមួយណាការប្រាក់ច្រើនជាងគេ clear ចោល clear អត់បានឬយកបានប៉ុន្មាន% ឆ្នាំហ្នឹងអង្គុយគេអានេះទាំងអស់ចឹងត្រូវការកត់ត្រាដូចយើងលេង cash flow ចឹងត្រូវមានការកត់ត្រាឲ្យដឹងច្បាស់លាស់បើនិយាយឲ្យ funny បន្តិចចូលក៏ដឹងចេញក៏ដឹងចំណូលយើងប៉ុន្មានចំណាយយើងប៉ុន្មានហើយដល់ពេលណាដែលយើងដឹងអាហ្នឹងច្បាស់ហើយ 100% គឺយើងដឹងថា plan យើង save មិនទៀតចឹង save របស់យើងបានច្បាស់ច្រើនជាងមុននិយាយចំនៅពេលដែលចូលរៀន cash flow ជាមួយកម្មវិធីផ្សេងៗរបស់លោកគ្រូពេលខ្លះខ្ញុំអត់បានឆ្លោះបញ្ចាំងខ្ញុំនៅអត់ឃើញទេតែបើយើងឆ្លោះបញ្ចាំងឲ្យឃើញទៅគឺផ្លាស់ប្ដូរ mindset របស់យើងខ្លាំងមែនតើមិនទាំងផ្នែកហិរញ្ញវត្ថុឬក៏ផ្នែកសុខភាពឬមួយផ្នែកផ្សេងនិយាយដែរចឹងនិយាយចំទៅខ្ញុំក្រោយពេលខ្ញុំចូលរៀន cash flow ដែលខ្ញុំច្រើននិយាយខ្លួនឯងឲ្យខ្លីថាជីវិតរបស់ខ្ញុំសាមញ្ញប៉ុន្តែវាមានភាពពេញលេញជាងមុនព្រោះដោយសារខ្ញុំបានសុខភាពឲ្យគេសុខភាពផ្លូវកាយខ្ញុំមានពេលហាត់ប្រាណសុខភាពផ្លូវចិត្តខ្ញុំមានពេលសមាធិខ្ញុំមានពេលសម្រាប់ខ្លួនឯងរៀនខ្ញុំមានពេលសម្រាប់ធ្វើដំណើរដង្ហើមសុខភាពហិរញ្ញវត្ថុខ្ញុំដឹងហើយហ្នឹងចេញក៏ដឹងចូលក៏ដឹងសេក៏ដឹងអូខេដល់ពេលចំណុចដែលសំខាន់មួយទៀតគឺទំនាក់ទំនងក្នុងគ្រួសាររបស់ខ្ញុំបើនិយាយចំទៅយើងមានផែនការនឹងច្បាស់លាស់យើងអត់សូវភ័យអត់សូវសេះអីច្រើនទេអញ្ចឹងយើងបែងចែកពេលវេលាថាពេលណាត្រូវគេធ្វើការពេលណាត្រូវនៅជាមួយខាងគ្រួសារអញ្ចឹងមានណាយើងមានពេលវេលាសម្រាប់កូនរៀនមួយកូន play game មួយកូនដាំដំណាំមួយកូនអញ្ចឹងវា so happy ណាមើលពេលដែលយើងស្ថិតនៅក្នុង the right community បានន័យថាយើងលោកឡៃថាយើង on the right track គឺដូចដើមឈើមួយអញ្ចឹងគឺយើងដាំនៅលើដីមួយដែលមានជីជាតិណាដល់ពេលអញ្ចឹងប្រកាសទៅជាដើមឈើហ្នឹងប្រកាសជាចាក់ឬយ៉ាងរឹងមាំទៅក្នុងនៅក្នុងដីហើយវានឹងរីកលូតលាស់ឡើងទៅលើនឹងផ្ដល់ជាលទ្ធផលយើងនៅថ្ងៃអនាគតណាមួយគង់តែទទួលបានទេប៉ុន្តែកុំភ្លេចគឺការស្រោចទឹកថែទាំនោះសំខាន់បំផុតសម្រាប់បងប្អូនដែលចង់ស្វែងយល់អំពីចំណេះដឹងកសាងទ្រព្យចំណេះដឹងផ្នែកវិនិយោគនិងអាជីវកម្មជួបជាមួយនឹង Master Campus ដោយផ្ទាល់បងប្អូនអាចចូលរួមកម្មវិធី Cashflow Program ដែលរៀបចំឡើងដោយ Cashflow Club Cambodia ជារៀងរាល់ខែបងប្អូនកុំភ្លេចណាចូលរួមជាមួយនឹង Cashflow Club Cambodia យើងផ្ដល់នូវចំណេះដឹងដោយបរិសុទ្ធសម្រាប់ព័ត៌មានលម្អិតបងប្អូនអាច comment នៅខាងក្រោមឬក៏តាក់ទងមកក្រុមការងាររបស់យើងបានអរគុណច្រើន